ចាជាដំបូងខ្ញុំសូមគោរពជម្រាបសួរលោកគ្រូអ្នកគ្រូនិងសួស្តីបងប្អូនសិស្សានុសិស្សថ្នាក់ទី11ទាំងអស់គ្នានាងខ្ញុំឈ្មោះជួនសីហាអញ្ចឹងនៅថ្ងៃនេះផងដែរខ្ញុំនឹងលើកយកពិសោធន៍មួយមកបង្ហាញដែលស្ថិតនៅក្នុងកម្រិតថ្នាក់ទី11ជំពូកទី3មេរៀនទី1ត្រង់ចំណុចទី2អំពើនៃ solution acid ទៅលើលោហៈក្រោមប្រធានបទប្រតិកម្មជំនួសលោហៈនៅក្នុង solution acid ចាអញ្ចឹងគោលបំណងនៃការធ្វើពិសោធន៍នេះផងដែរគឺប្រៀបធៀបលក្ខណៈសកម្មរបស់លោហៈស័ង្កសីអាលុយមីញ៉ូមតុងដែងនៅក្នុង solution acid chlorhydric បានត្រឹមត្រូវតាមរយៈការធ្វើពិសោធន៍អញ្ចឹងតាមរយៈសេរីសកម្មភាពនៃលោហៈដែលយើងបានសិក្សារួចមកហើយលោហៈដែលនៅខាងមុខអ៊ីរ៉ូសែនគឺវាមានលក្ខណៈសកម្មខ្លាំងជាងលោហៈដែលនៅខាងក្រោយអ៊ីរ៉ូសែនអញ្ចឹងនៅក្នុងពិសោធន៍នេះផងដែរនាងខ្ញុំលើកយកលោហៈចំនួន3គឺលោហៈអាលុយមីញ៉ូមស័ង្កសីនិងតុងដែងថាតើក្នុងចំណោមលោហៈទាំង3ហ្នឹងមួយណាដែលមានប្រតិកម្មខ្លាំងជាងគេនៅក្នុង solution acid chlorhydric រាវចាអញ្ចឹងមុននឹងឈានទៅដល់ការពិសោធន៍យើងត្រូវចាពាក្យស្រោមដៃឲ្យពិសោធន៍ម៉ាស់ដើម្បីការពារសុវត្ថិភាពក្នុងកំឡុងពេលធ្វើពិសោធន៍ចាអញ្ចឹងយើងមកមើលអំពីសម្ភារៈនិងសារធាតុគីមីទាំងអស់គ្នាចាអញ្ចឹងឧបករណ៍ក្នុងការធ្វើពិសោធន៍មានជើងទម្របំពង់សាកចំនួន3ស៊ីឡាំងក្រិតកែវបេសៀពីប៉ែតចំពោះសារធាតុគីមីមានចាអាស៊ីតក្លូរីត្រិកដែលមាននៅក្នុងទឹកលាងបង្គន់របស់យើងចាបន្ទាប់មកគឺលោហៈអាលុយមីញ៉ូមចាដែលយើងកាត់ជាបំណែកតូចៗយកម៉ាស់វាគឺយើងយកចំនួន 0.45 ក្រាមចាបន្ទាប់មកទៀតគឺលោហៈស័ង្កសី0.455 ដូចគ្នាហើយលោហៈតុងដែងគឺយើងយកម៉ាស់ដូចគ្នាដែរគឺ 0.45 ក្រាមចាបន្ទាប់ទៀតយើងចូលដល់ដំណើរការនៃការធ្វើពិសោធន៍ចាអញ្ចឹងដំបូងគឺយើងត្រូវ Vol solution acid chlorhydric ចំនួន10 ml ដាក់ចូលទៅក្នុងបំពង់សាកទាំង3ចាបន្ទាប់មកទៀតគឺយើងត្រូវដាក់លោហៈរបស់យើងទៅក្នុងកែវនីមួយៗអញ្ចឹងលោហៈអាលុយមីញ៉ូមចាបន្តមកទៀតខ្ញុំដាក់លោហៈស័ង្កសីចាបន្តមកទៀតគឺលោហៈតុងដែងបន្ទាប់មកយើងមើលពីដំណើរការប្រតិកម្មរបស់វាមួយៗណាចាអញ្ចឹងឃើញថាប្រតិកម្មរបស់យើងចាប់ផ្ដើមមានប្រតិកម្មហើយយើងឃើញថាចាលោហៈអាលុយមីញ៉ូមមានពពុះច្រើនចាស័ង្កសីក៏ច្រើនដែរចំណែកឯតុងដែងគឺអត់ទាន់មានអីចាអញ្ចឹងក្នុងពេលប្រតិកម្មយើងឃើញថាលោហៈអាលុយមីញ៉ូមគឺវាប្រតិកម្មខ្លាំងមែនទែននៅក្នុងអាស៊ីតក្លូរីត្រិករបស់យើងចាពពុះរបស់វាគឺច្រើនចំណែកស័ង្កសីក៏វាមានប្រតិកម្មដែរប៉ុន្តែវាចាមានពពុះតិចជាងវាប្រតិកម្មវាខ្សោយជាងលោហៈអាលុយមីញ៉ូមចំណែកឯតុងដែងចាគឺវាអត់មានប្រតិកម្មទេវានៅដដែលចាអញ្ចឹងតាមរយៈពិសោធន៍យើងឃើញថា
លោហៈអាលុយមីញ៉ូមគឺវាសកម្មខ្លាំងចាបន្តមកទៀតគឺលោហៈសង្កសីវាសកម្មដែរប៉ុន្តែខ្សោយជាងលោហៈអាលុយមីញ៉ូមនិងចំណែកឯលោហៈតុងដែងគឺអត់មានប្រតិកម្មទេចាអញ្ចឹងការពិសោធន៍របស់ខ្ញុំឈានមកដល់ទីបញ្ចប់ខ្ញុំសូមចាអរគុណចាចំពោះការតាមដានទស្សនាតាំងពីដើមរហូតដល់ចប់សូមជម្រាបលា